លោកកឹមសម្បត្តិដែលគេស្គាល់ថាជាម្ចាស់ក្រុមហ៊ុន DRSB ជាក្រុមហ៊ុនដឹកទំនិញពីចិនមកប្រទេសកម្ពុជាដល់ល្បីល្បាញត្រូវបានចៅក្រមសាលាដំបូងរាជភ្នំពេញសម្រេចរឹបអូសអចលនទ្រព្យដើម្បីទូទាត់បំណុលទាំងប្រាក់ដើមនិងការប្រាក់$3 លានសហរដ្ឋអាមេរិកលោកវ៉ាន់សារាយដែលគេស្គាល់ថាជាអគ្គនាយករងនៃអង្គភាពសារព័ត៌មាន Fresh News បានធ្វើការបង្ហោះតាមបណ្ដាញសង្គម Facebook នៅថ្ងៃទី28 ខែមិថុនាថាកាលពីថ្ងៃទី26 ខែមិថុនាឆ្នាំ2026ចៅក្រមសាលាដំបូងរាជភ្នំពេញបានសម្រេចឲ្យរឹបអូសអចលនទ្រព្យរបស់លោកកឹមសម្បត្តិដើម្បីទូទាត់ការចំពាក់លុយសរុបទាំងដើមនិងការ$3 លានបើតាមលោកវ៉ាន់សារាយក្រៅពីចំពាក់លុយគេហើយនោះនៅមានអ្នកទិញសាខាតាមខេត្តមួយចំនួនទៀតក៏ប្តឹងរឿងស៊ីដាច់លុយគេទៀតការបង្ហោះរបស់លោកវ៉ាន់សារាយក៏ត្រូវបានលោកស្រីអុកញ៉ានិងវណ្ណៈធ្វើការ share ផងដែរដោយបានសរសេរខ្លឹមសារបន្ថែមថាចេះសំណាងបដូរក្រុមហ៊ុនដឹកទាន់តាំងពីខែ4កុំអីចប់រឿងរ៉ាវរបស់លោកកឹមសម្បត្តិកាលពីពេលថ្មីនេះមេធាវីតំណាងដល់អាណត្តិឲ្យម្ចាស់បំណុលក៏បានចេញលិខិតជូនដំណឹងជាលើកចុងក្រោយដើម្បីឲ្យលោកកឹមសម្បត្តិអនុវត្តកាតព្វកិច្ចក្នុងការសងប្រាក់ទាំងប្រាក់ដើមនិងការប្រាក់សរុប$3 លានក្រោយពីបានចេញលិខិតនេះឃើញថាមេធាវីរបស់លោកកឹមសម្បត្តិក៏បានចេញលិខិតតបដោយអះអាងថារឿងនេះកំពុងតែដំណើរការនីតិវិធីនៅតុលាការរឿងនេះកំពុងតែមានការចាប់អារម្មណ៍ខ្លាំងដោយសារតែមានបងប្អូនជាច្រើនក៏បានបង្ហើបអំពីបញ្ហាជាបន្តបន្ទាប់ជាមួយនឹងលោកកឹមសម្បត្តិផងដែរឥឡូវនេះស្រាប់តែលោកវ៉ាន់សារាយបានធ្វើការបង្ហោះ Facebook តែម្ដងហើយការបង្ហោះនេះមិនមែនជាលើកទី1ទេគឺបានបង្ហោះជាច្រើនលើកច្រើនសារមកហើយដែលការផុសលើកចុងក្រោយថ្ងៃទី28 ខែមិថុនានេះលោកបានបង្ហាញមុខនិងឈ្មោះរបស់លោកកឹមសម្បត្តិតែម្ដងត្រូវបានចៅក្រមសាលាដំបូងរាជភ្នំពេញសម្រេចរឹបអូសអចលនទ្រព្យដើម្បីទូទាត់បំណុល$3 លានហើយនៅមានអ្នកទិញសាខាមួយចំនួនទៀតក៏បានប្តឹងពាក់ព័ន្ធទៅនឹងការស៊ីដាច់លុយផងដែររឿងរ៉ាវទាំងអស់នេះបើសិនបើខ្ញុំបានទទួលព័ត៌មានថ្មីបន្ថែមពាក់ព័ន្ធទៅនឹងករណីលោកកឹមសម្បត្តិហើយមានប្រជាពលរដ្ឋណាដែលធ្វើការប្តឹងផ្តល់បន្ថែមយ៉ាងណាទៀតខ្ញុំនឹងរាយការណ៍ព័ត៌មាននេះជូនបងប្អូនជាបន្តទៀត Meta Pro បរិសុទ្ធធម្មជាតិគ្រប់បំណក់ពិសាទឹកបរិសុទ្ធ Meta Pro ដើម្បីសុខភាពអ្នកនិងគ្រួសារអ្នក